ណាឥឡូវមើលមុខឲ្យហើយអ្នកដែលផ្ដើមគំនិតបង្កើតការរត់ដើម្បីជេរគ្រូឥឡូវមើលឲ្យហើយនេះខ្ញុំមកបានផ្ដើមទេខ្ញុំបានថាថ្ងៃប្រឡងនោះខ្ញុំលឺមកអីគេនោះឆ្លោះគ្នាមកលេចតែដល់ពេលខ្ញុំសួរចោះសួរឡើងវាហើយចេះអញគ្រាន់តែជេរម្ដងក្នុងសួរគ្រប់សោះវាថាអញដែរដល់ពេលហើយថាហាញទៅឆ្លោះគ្នាទៅអីរឿងនោះហាញជេរគាត់នឹងចឹងបាច់ឆ្លោះគ្នាទេដល់ពេលហើយវាថាអញចង់អញមិនធ្វើអីណាអញគ្រាន់តែនិយាយរឿងជេរម្ដងនៅវាខាងអញទៅអីដល់ពេលហើយខ្ញុំប្រាប់ពួកវាប៉ុណ្ណឹងដល់ពេលហើយចូលប្រឡងតែមកដល់ងាកមកណាមិនគេនិយាយថាមានអ្នកប្រាប់រឿងនៅក្នុងក្រុមនឹងទៅម្ដងរឿងជេរម្ដងអីចឹងដល់ពេលហើយថាចាណាគេនៅក្នុងនឹងខ្លះដល់ពេលហើយគេថានៅក្នុងនឹងកន្លះថ្នាក់ឲ្យដល់ពេលថាចាណាគេជេរគាត់ដល់ពេលហើយថាអត់ដឹងហើយកាលលើកមុនខ្ញុំគាត់និយាយជេរម្ដងមែនថាខំម្ដងថាមីបណ្ដាដែរជេរអីដល់ធ្ងន់ធ្ងរហើយខំម្ដងដោយសារឲ្យហត់មុនហត់ចុះឥឡូវយើងខុសដែរអត់បាទគ្រូដាក់វិន័យហ្នឹងហ៎ខ្ញុំដឹងខុសបានមកយកឲ្យម៉ាក់ខ្ញុំស្ដីឲ្យខ្ញុំឈប់ជេរតាំងពីហ្នឹងមករហូតឲ្យទៅនឿយត្រឹមត្រូវណាចូលនេះណាទៀងទាត់កុំលោឡាកុំលេង TikTok ក្នុងថ្នាក់ចឹងអត់ហ៎ហើយឈប់លេង TikTok នៅខ្ញុំមិនដែរលេង TikTok អីក្នុងថ្នាក់ឯងតែធ្លាប់លេងទូរស័ព្ទក្នុងថ្នាក់តែតាំងពីម្ដង5មកសើមិញឈប់